เรื่องนิទានខ្លាឃ្មុំនិងញាក់កាប់ព្រៃមុននឹងចូលដល់សាច់រឿងសូមពុកម៉ែបងប្អូនជួយចុច like subscribe channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗកាលពីព្រេងនេះមានអ្នកកាប់ព្រៃឈើម្នាក់ឈ្មោះអាំងដែលតែងតែខ្ជិលច្រអូសនិងមានភាពឆ្ងាំឆ្ងល់បន្តិចបន្តួចគាត់ចូលចិត្តគិតច្រើនជាងធ្វើនិងតែងតែស្វែងរកវិធីងាយៗដើម្បីសម្រេចកិច្ចការរបស់គាត់ថ្ងៃមួយខណៈដែលអាំងកំពុងដើរចូលទៅក្នុងព្រៃយ៉ាងជ្រៅគាត់បានជួបនឹងខ្លាឃ្មុំមួយក្បាលធំសម្បល់ត្នោតដែលកំពុងតែអង្គុយត្រសោះត្រសាកនៅក្បែរគល់ឈើមួយដើមហាក់ដូចជាកំពុងសម្លឹងមើលមេអំបៅហាវអាំងដែលជាមនុស្សភ័យខ្លាចបន្តិចក៏ស្រាប់តែដួលចំពប់ជើងខ្លួនឯងហើយពូថៅរបស់គាត់ក៏ខ្ទាតទៅធ្លាក់ចំមុខខ្លាឃ្មុំនោះតែម្ដងខ្លាឃ្មុំនោះងើយមកមើលពូថៅដោយភាពងឿងឆ្ងល់អត់ទេកុំស៊ីខ្ញុំអីអាំងស្រែកឡើងទាំងភ័យស្លន់ស្លោគាត់ព្យាយាមធ្វើជាក្លាហានដោយលើកដៃឡើងប៉ុន្តែជើងរបស់គាត់រត់តែញ័រខ្លាឃ្មុំនោះមិនបានខ្វល់នឹងអាំងសោះតែវាបែរជាចាប់ពូថៅដោយប្រុងប្រយ័ត្នហើយចាប់ផ្ដើមពិនិត្យមើលវាដោយស្រមួរបស់វាហាក់ដូចជាចាប់អារម្មណ៍នឹងវត្ថុដ៏ចម្លែកនេះអានបានស្រមៃឃើញថាខ្លាឃ្មុំនឹងប្រែពូថៅនោះវាយគាត់វិញរូបភាពនោះពិតជាធ្វើឲ្យគាត់ភ័យខ្លាចរហូតដល់លុតជង្គង់នៅនឹងកន្លែងបន្ទាប់មកខ្លាឃ្មុំនោះបានលើកពូថៅឡើងហើយព្យាយាមកាប់ដើមឈើដូចដែលវាធ្លាប់ឃើញមនុស្សធ្វើប៉ុន្តែដោយសារវាជាខ្លាឃ្មុំវាបានបកពូថៅយ៉ាងខ្លាំងរហូតដល់បាក់ចំណិតពូថៅនោះបាត់ទៅអាំងភៀងស្មារតីមើលសន្ទុះពេលឃើញពូថៅរបស់គាត់បាក់តែបន្ទាប់មកគាត់ក៏បានធូរស្រាលយ៉ាងខ្លាំងព្រោះខ្លាឃ្មុំនោះមិនបានវាយគាត់យ៉ាងហោចណាស់ក៏វាមិនស៊ីខ្ញុំដែរគាត់គិតក្នុងចិត្តខ្លាឃ្មុំនោះធ្វើមុខក្រៀមក្រំហើយបញ្ចេញសំឡេងក្រហមតិចៗហាក់ដូចជាសំទោសចំពោះអ្វីដែលខ្លួនបានធ្វើវាហាក់ដូចជាដឹងថាវាបានបង្កបញ្ហាភ្លាមនោះគំនិតមួយក៏លេចឡើងក្នុងក្បាលរអាងងាយអាចជួយខ្ញុំបានគាត់និយាយទៅកាន់ខ្លាឃ្មុំដោយភាពរំភើបបន្តិចអាងបានចង្អុលទៅគល់ឈើធំដែលគាត់កាប់ទុកនៅក្បែរនោះហើយប្រាប់ខ្លាឃ្មុំឲ្យជួយយកវាទៅខាងក្រៅព្រៃខ្លាឃ្មុំនោះមើលគាត់មួយសន្ទុះរួចក៏ងក់ក្បាលយល់ព្រមខ្លាឃ្មុំនោះបានលើកគល់ឈើធំយ៉ាងងាយស្រួលហាក់ដូចជាលើកមែកឈើតូចៗអាងភ្ញាក់ផៅយ៉ាងខ្លាំងហើយដើរតាមពីក្រោយវាដោយញញឹមយ៉ាងធំទៅខាងស្ដាំបន្តិចគុំទម្លាក់វាអីអាងបានស្រែកបញ្ជាទៅកាន់ខ្លាឃ្មុំធ្វើដូចជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ខ្លាឃ្មុំនោះបានងាកមកគាត់ដោយកែវភ្នែកធំហាក់ដូចជាកំពុងតែរអ៊ូរទាំនៅពេលថ្ងៃត្រង់អាងបានអង្គុយញ៉ាំបាយរបស់គាត់ខណៈដែលខ្លាឃ្មុំអង្គុយក្បែរនោះសម្លឹងមើលអាហាររបស់គាត់ដោយទឹកមុខឃ្លានអាងដំបងមិនចំចែករំលែកទេប៉ុន្តែនៅពេលដែលឃើញទឹកមុខគួរឲ្យអាណិតរបស់ខ្លាឃ្មុំគាត់ក៏បានបោះនំប៉័ងមួយដុំទៅឲ្យវាខ្លាឃ្មុំនោះរីករាយយ៉ាងខ្លាំងហើយលេបវាភ្លាមចាប់ពីថ្ងៃនោះមកអាំងបានបង្កើតទម្លាប់ថ្ងៃមួយគាត់នឹងកាប់ឈើហើយខ្លាឃ្មុំនឹងជួយគាត់លើកនិងអូសឈើទាំងនោះចេញពីព្រៃសត្វព្រៃដទៃទៀតដូចជាទន្សាយកំប្រុកនិងសត្វស្លាបមើលមកពួកគេដោយភាពងឿងឆ្ងល់និងភាពកំប្លែងពួកគេមិនធ្លាប់ឃើញសហការីប្លែកបែបនេះទេអ្នកកាប់ព្រៃឈូម្នាក់ទៀតដែលដើរកាត់មកឃើញទិដ្ឋភាពនេះស្ទើរតែដួលសន្លប់គាត់បានយកដៃខ្ទប់មាត់ហើយបិទភ្នែករួចជូតភ្នែកមើលម្ដងទៀតព្រោះគិតថាខ្លួនកំពុងយល់សប្បាយហើយដូច្នេះអ្នកកាប់ព្រៃឈើដែលខ្ជិលច្រអូសនិងខ្លាឃ្មុំដែលមានចិត្តល្អបានក្លាយជាមិត្តភក្តិដែលមិននឹកស្មានដល់អាងបានធ្វើកៅទឹកជាងមុនខ្លាឃ្មុំទទួលបានអាហារសម្រន់ហើយព្រៃឈើក៏មានសាច់រឿងដ៏កំប្លែងមួយសម្រាប់ចែករំលែកផងដែរ